កុំព្យូទ័រលើតុរបស់អ្នកមានបញ្ហាបែបនេះសូមមើលវីដេអូនេះឲ្យដល់ចប់ដើម្បីដោះស្រាយបញ្ហានៅលើកុំព្យូទ័រប្រភេទជា desktop ឬកុំព្យូទ័រលើតុដែលវាលោតសញ្ញាបែបនេះយើងអាចដោះស្រាយបានដោយងាយមិនបាច់ត្រូវជាងទេអញ្ចឹងដើម្បីដោះស្រាយបានយើងធ្វើមិនបងយើងដោះ key មកវាចេញមកដោះធុំប្រព័ន្ធវាចេញបើសិនជាអ្នកអត់ចេះដោះទេខ្ញុំ comment ក្នុងវីដេអូនេះខ្ញុំនឹងបរៀនពីវិធីសាស្ត្រដើម្បីដោះអញ្ចឹងយើងដោះហើយយើងគោះឆាច់បើកឆាច់មកបើកខ្វាក់មកបន្តទៅទៀតយើងត្រូវមើលលើជើង RAM គឺវាជើងបញ្ហានេះគឺ RAM វាអត់ដិតអញ្ចឹងយើងដោះមកយើងគោះចុះគោះឡើងយើងសេរីជើង RAM មកគឺចុងគឺឡើងសង្កត់រុញកលឹះវាចូលហើយយើងសេរីតិចមកសេរីឲ្យស្រួលបួលហើយសូមដោះខ្សែភ្លើងសិនណាអត់បើដោះនេះឆក់ឲ្យសូមដោះខ្សែភ្លើងចេះអស់ហើយចាំយើងដោះជើង RAM មើលជូតចុះជូតឡើងដាក់ជើង RAM ចូលបិទកលិះខ្វាច់បិទពឹបមកហើយយើងមើលផងថាវាអត់តន់ជាប់ឬក៏អត់តន់ណែនទេយើងដាក់អស់កលឹះវាឲ្យជាប់ក្នុងកលិះរបស់វាកលឹះរបស់វាហ្នឹងហើយយើងមើលលើSSD ហើយវាពីខ្សែវាលងអីយើងសកត់ឲ្យណែនមកហើយយើងមើលលើមើលអស់មើលកន្លែងអស់ហើយយើងមើលសារចុះសារឡើងហើយមកដិតទៀតយើងដកមួយសារទៀតដកជូតជើង RAM របស់ខ្ញុំនេះមានតែមួយខាងទេបាទខ្ញុំដាក់ដូចជាដាក់កាលហ្នឹងដូចជា 8G ដាក់តែមួយដើមហ្នឹងអញ្ចឹងយើងបើវាអត់ដើរទៀតដកជូតសម័យជូតចោះជូតឡើងសកត់ចោះសកត់ឡើងហើយចាំយើងធ្វើការបិទធុងប្រព័ន្ធហើយយើងដោតខ្សែអស់មាន HDMI ឬក៏ VGA ដោតជាមួយនឹងភ្លើងឲ្យដោតជាមួយនឹងកុំព្យូទ័រយកអស់មកយើងដោតសិនអានេះដោយសារខ្ញុំភ្លេចខ្ញុំដោតឲ្យអស់ដោតភ្លេចខ្សែ VGA មួយដោយសារកុំព្យូទ័រស៊េរីចាស់គឺវាប្រើ VGA តែversion ថ្មីនេះវាប្រើ HDMI អស់ហើយអញ្ចឹងខ្ញុំភ្លេចដោតឥឡូវខ្ញុំដោតត្រូវហើយដោតត្រូវខ្ញុំបើកមួយសារទៀតខ្ញុំបើកមួយសារទៀតខ្ញុំភ្លើងវាលូតមកសូមរងចាំតិចសិនហើយដោតត្រូវហើយភ្លើងវាពងដើរមកហើយវាចាំតិចឥឡូវវាលូតមកហើយបាទលូតមកហើយលូតដែលនៅលើកុំព្យូទ័ររបស់យើងហ្នឹងគឺប៉ុណ្ណឹងគឺវាដើរហើយបាទដើរចាំតិចសិនវាកំពុងតែដំណើរការខ្ញុំចាំតិចបាទវាកំពុងតែដើរលោតភ្លឹបហើយលោតឆាច់អានេះដោយសារវាថ្មវាអត់ដើរត្រូវមកវាលោតអាហ្នឹងហើយសញ្ញាហ្នឹងអញ្ចឹងយើងចុចអានេះចុច escape មកឲ្យវាចាក់ចេញពីផ្ទាំង boot setup នេះយើងចូលទៅប្រើកុំព្យូទ័រយើងធម្មតាដើរលោតដែលមួយសារទៀតដោយសារចុច escape មុននេះចុចផាច់លោតមកហើយបាទលោតផ្ទាំង Windows មកហើយបាទផ្ទាំង Windows មកយ៉ាងស្រស់ស្អាតតែមកវិលខ្ញាល់អានេះសញ្ញា waiting របស់ Windows បាទលោតឆាច់ចេញមកហើយបាទសម្រាប់កុំព្យូទ័រចាស់ដែលយើងប្រើទៅយឺតមិនថាប្រភេទជា laptop ឬ desktop ទេបាទយើងអាចកែសម្រួលឲ្យវាដំណើរការល្អប្រសើរជាងមុនបាទអញ្ចឹងបើចង់ដឹងជួយ comment ក្នុងវីដេអូខាងក្រោមនេះខ្ញុំនឹងធ្វើវីដេអូមួយទៀតសម្រាប់ធ្វើការដល់នៅដំណោះស្រាយបាទជួបគ្នាវីដេអូក្រោយបាទអរគុណ